មុខល្ហុងត្រូវបានមនុស្សជាច្រើនស្គាល់ថាជាអាហារសម្រន់ដ៏ហឹរឆ្ងាញ់តែក្រៅពីរសជាតិដ៏ជក់មាត់នេះតើអ្នកដឹងទេថាមុខល្ហុងក៏ជាអាហារដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរអត្ថប្រយោជន៍សុខភាពរបស់មុខល្ហុង 1. សម្បូរជាតិសរសៃល្ហុងមានជាតិសរសៃខ្ពស់ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងកាត់បន្ថយការទល់លាមក 2. ផ្ទុកវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មប៉េងប៉ោះនិងសណ្តែកបៃតងដែលជាគ្រឿងផ្សំចម្បងផ្ដល់នូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងការពារកោសិការាងកាយ 3. ប្រូតេអ៊ីននិងខ្លាញ់ល្អគ្រាប់សណ្តែកដីនិងបង្គាក្រៀមបន្ថែមប្រូតេអ៊ីននិងខ្លាញ់ល្អដែលជួយផ្ដល់ថាមពលនិងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរគន្លឹះដើម្បីញ៉ាំបុកល្ហុងដោយមិនប៉ះពាល់សុខភាពដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីបុកល្ហុងនិងជៀសវាងផលប៉ះពាល់អវិជ្ជមានសូមអនុវត្តតាមគន្លឹះងាយៗទាំងនេះ 1. ប្រសិនបើអ្នកបារម្ភពីបញ្ហាមេរោគសូមជ្រើសរើសបុកល្ហុងរសជាតិខ្មែរមិនដាក់កាពិឬទឹកត្រីផ្អាប់ 2. កំណត់រសជាតិសូមស្នើសុំអ្នកលក់ឲ្យកាត់បន្ថយជាតិប្រៃនិងផ្អែមដាក់អំបិលតិចស្ករតិចដើម្បីគ្រប់គ្រងកម្រិតសូដ្យូមនិងស្ករ 3. បន្ថែមបន្លែញ៉ាំបុកល្ហុងជាមួយបន្លែស្រស់ៗបន្ថែមដូចជាស្ពៃក្តោបត្រសក់ឬការ៉ុតដើម្បីបង្កើនជាតិសរសៃ 4. បរិភោគជាមួយប្រូតេអ៊ីនដើម្បីធ្វើឲ្យអាហារមានតុល្យភាពសូមបរិភោគបុកល្ហុងជាមួយប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាបដូចជាមាន់ដុតឬត្រីអាំងបុកល្ហុងពិតជាម្ហូបដ៏ឆ្ងាញ់ប៉ុន្តែការទទួលទានញឹកញាប់ពេកឬមិនប្រុងប្រយ័ត្នលើគ្រឿងផ្សំអាចបង្កផលប៉ះពាល់ដូច្នោះគួរញ៉ាំក្នុងកម្រិតមធ្យមជ្រើសរើសគ្រឿងផ្សំស្អាតៗនិងកាត់បន្ថយជាតិប្រៃហឹរនិងផ្អែមនោះអ្នកនឹងទទួលបានទាំងរសជាតិនិងសុខភាពល្អ